ទឹកដោះដំបូងវ៉ាក់សាំងធម្មជាតិសម្រាប់ជីវិតជាសារដ៏មានអត្ថន័យនៃសប្តាហ៍បំបៅកូនដោយទឹកដោះម្ដាយក្នុងបរិបទដែលអត្រាមាតាវ័យក្មេងនៅខេត្តព្រះវិហារកើនឡើងគួរឲ្យព្រួយបារម្ភក្បាលទឹកដោះឬទឹកដោះដំបូងគឺជាវ៉ាក់សាំងធម្មជាតិដំបូងគេបង្អស់សម្រាប់ការពារជីវិតទារកនេះជាសារអប់រំអាហារូបត្ថម្ភនិងជាបេះដូងនៃសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយដែលប្រព្រឹត្តទៅនៅថ្ងៃទី24ខែសីហាឆ្នាំ2026នេះក្នុងឃុំប្រមេរុស្រុកត្បែងមានជ័យក្រមប្រធានបទម្ដាយគ្រប់រូបចាប់ផ្ដើមបំបៅកូនដោយទឹកដោះម្ដាយភ្លាមក្រោយពេលសម្រាលរួចដើម្បីម្ដាយនិងទារកមានសុខភាពល្អនៅថ្ងៃនេះនិងថ្ងៃអនាគតដែលត្រូវបានរៀបចំឡើងគម្រោងយើងរួមគ្នានៃអង្គការអត្រាកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្តនិងរដ្ឋបាលស្រុកត្បែងមានជ័យក្រោមអធិបតីភាពលោកស្រីប៉ាងរាវីអភិបាលរងខេត្តព្រះវិហារក្នុងឱកាសនោះលោករដ្ឋរមនីប្រធានគម្រោងយើងរួមគ្នានៃអង្គការអត្រាកម្ពុជាបានសម្ដែងនៅក្តីបារម្ភនៃការកើនឡើងចំពោះស្ថានភាពសុខភាពមាតានិងទារកនៅក្នុងខេត្តព្រះវិហារគណៈទិន្នន័យស្រាវជ្រាវបានបង្ហាញអំពីអត្រានៃមាតាវ័យក្មេងដែលបានកើនឡើងរហូតដល់កម្រិតមួយគួរឲ្យព្រួយបារម្ភបំផុតគឺបានស្ទុះឡើងពី 16% នៅឆ្នាំដំបូងរហូតដល់ 42% នៅឆ្នាំទី5នៃគម្រោងដែលផ្ទុយស្រឡះពីទិសដៅនិងគោលដៅយុទ្ធសាស្ត្ររបស់គម្រោងកំណត់ចង់ទម្លាក់អត្រាមាតាវ័យក្មេងនេះឲ្យមកត្រឹម 12% ប៉ុណ្ណោះលោកវិជ្ជបណ្ឌិតគួងឡូប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានអំពាវនាវឲ្យមាតាគ្រប់រូបត្រូវបំបៅទារកដោយទឹកដោះម្ដាយឲ្យបានភ្លាមៗក្នុងអំឡុងពេល1ម៉ោងដំបូងក្រោយសម្រាលកូនលោកថាហាមដាច់ខាតការច្របាច់ទឹកដោះដំបូងចោលព្រោះវាជាប្រភពនៃប្រព័ន្ធការពាររាងកាយធម្មជាតិដ៏សំខាន់បំផុតក្នុងការការពារទារកពីជំងឺផ្សេងៗលោកបានបន្ថែមថាការបំបៅដោះកូនដោយទឹកដោះម្ដាយតែមួយមុខគត់ត្រូវធ្វើឡើងរហូតដល់កូនមានអាយុ6ខែដោយមិនបាច់បន្ថែមទឹកឬអាហារឡើយហើយនៅសប្តាហ៍ដំបូងម្ដាយត្រូវបំបៅឲ្យបានពី8ទៅ12ដងក្នុងមួយថ្ងៃទាំងថ្ងៃទាំងយប់និងបំបៅទាំងសងខាងដើម្បីធានាសុខុមាលភាពទារកឲ្យបានពេញលេញឆ្លើយតបនឹងបញ្ហានេះលោកស្រីប៉ាងរាវីអភិបាលរងខេត្តព្រះវិហារបានលើកឡើងថាការបំបៅដោះកូនដោយទឹកដោះម្ដាយមិនមែនជាកាតព្វកិច្ចឬជាការទទួលខុសត្រូវរបស់ម្ដាយតែម្នាក់គត់នោះឡើយប៉ុន្តែវាជាការទទួលខុសត្រូវរួមគ្នារបស់ក្រុមគ្រួសារស្វាមីសហគមន៍កន្លែងធ្វើការប្រព័ន្ធផ្សព្វផ្សាយអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសង្គមលោកស្រីបានសង្កត់ធ្ងន់ថាការរួមគ្នាគាំទ្រម្ដាយឲ្យអាចចាប់ផ្ដើមបំបៅដោះកូនភ្លាមៗក្រោយពេលសម្រាលនិងបន្តបំបៅយូរអង្វែងគឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់សុខភាពការលូតលាស់ផ្នែករាងកាយសតិបញ្ញាស្មារតីនិងអនាគតដ៏ភ្លឺស្វាងរបស់កុមារព្រមទាំងជួយទ្រទ្រង់សុខភាពរបស់ម្ដាយផងដែរជាមួយគ្នានេះលោកស្រីអភិបាលរងខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មវិធីអាហារូបត្ថម្ភនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារដែលបានសហការយ៉ាងល្អប្រសើរជាមួយអង្គការអត្រាកម្ពុជាព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានឧបត្ថម្ភគាំទ្រយ៉ាងសកម្មសម្រាប់ការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នាថ្ងៃនេះក្នុងគោលដៅរួមគ្នាកាត់បន្ថយអត្រាមាតាវ័យក្មេងនិងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាឲ្យកាន់តែប្រសើរឡើង